រាជរដ្ឋាភិបាលកម្ពុជានៅតែបដិញ្ញាចិត្តគោរពនិងអនុវត្តសេចក្តីប្រកាសរួមកម្ពុជាថៃ JBC និងសេចក្តីថ្លែងការណ៍រួមដើម្បីឆ្ពោះទៅរកភាពប្រក្រតីសន្តិភាពនិងស្ថិរភាពយូរអង្វែងរាជធានីភ្នំពេញលោកស្រីឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងថាស្ពានស្ទឹងមេទឹកស្ថិតនៅក្នុងឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលមានទីតាំងស្ថិតនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីព្រំដែនកម្ពុជាថៃដែលត្រូវបានកងទ័ពអាកាសថៃទម្លាក់គ្រាប់បែកបណ្ដាលឲ្យខូចខាតនិងដាច់ទាំងស្រុងកាលពីថ្ងៃទី13ខែធ្នូឆ្នាំ2025មិនអាចធ្វើចរាចរណ៍ទៅមកបាននោះត្រូវបានក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះអង្កេតផ្ទៀងផ្ទាត់និងរាយការណ៍លោកស្រីបញ្ជាក់ថានៅព្រឹកថ្ងៃទី6ខែមិថុនាឆ្នាំ2026ក្រុមអ្នកសម្របសម្រួល CLG នៃព្រះរាជាណាចក្រកម្ពុជាបានសម្របសម្រួលជូនដំណើរក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន HOM AOT ហ្វីលីពីនដើម្បីចុះសង្កេតការណ៍ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពនៅស្ពានស្ទឹងមេទឹកដែលរងការវាយប្រហារនោះគួរបញ្ជាក់ថាស្ពានស្ទឹងមេទឹកបានរងការវាយប្រហារដោយយន្តហោះចម្បាំងទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពអាកាសថៃបណ្ដាលឲ្យខូចខាតនិងដាច់ទាំងស្រុងមិនអាចធ្វើចរាចរណ៍ទៅមកបានកាលពីថ្ងៃទី13ខែធ្នូឆ្នាំ2025ស្ពាននេះគឺជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសុទ្ធសាធដែលមានទីតាំងស្ថិតនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីព្រំដែនកម្ពុជាថៃលោកស្រីឧត្តមសេនីយ៍ឯកបន្តថារាជរដ្ឋាភិបាលនិងក្រសួងការពារជាតិនៅតែបញ្ជាក់ពីការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ស្មោះត្រង់សុចរិតក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញនិងខ្ជាប់ខ្ជួនបំផុតនៅសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ JBC ថ្ងៃទី27ខែធ្នូឆ្នាំ2025សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃថ្ងៃទី26ខែតុលាឆ្នាំ2025និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងៗទៀតដើម្បីឆ្ពោះទៅរកធ្វើឲ្យប្រសើរឡើងវិញឆាប់រហ័សនិងការវិលត្រឡប់ទៅរកប្រក្រតីភាពសន្តិភាពនិងស្ថិរភាពយូរអង្វែង